Linh Chi Phi anh hiênធ្វើបាបប្រពន្ធអញផងអាសត្វទៅឆានថ្ងៃនេះអញនឹងវាយអញឲ្យងាប់ជីហ្វីគេជាប្អូនប្រុសរបស់កូនណាមិនក៏កូនដាច់ចិត្តវាយគេខ្លាំងបែបនេះចាប់ពីពេលនេះទៅគេលែងជាប្អូនខ្ញុំទៀតហើយតើបងថ្លៃស្រីយ៉ាងម៉េចហើយនៅសល់ពេលប៉ុន្មានទៀតទើបសម្រាលប្រាប់គាត់ឲ្យប្រយ័ត្នផងយល់ទេខ្ញុំប្រាប់ឯងឲ្យហើយបើឯងហ៊ានធ្វើបាបបងថ្លៃឯងទៀតខ្ញុំមិនលើកលែងឲ្យឯងដាច់ខាតតើមានរឿងអ្វីកើតឡើងចំពោះសាសាបានដកពាក្យបណ្ដឹងវិញហើយនាងលែងប្តឹងពួកយើងទៀតហើយពិតមែនឬបងថ្លៃកូនដកពាក្យបណ្ដឹងហើយឥឡូវនេះតែជាគ្រួសារតែអ្នកប្តឹងពួកឯងវិញម្ដងស្អីគេក្រៅពីប្រាក់ឧបត្ថម្ភដែលត្រូវផ្ដល់ឲ្យខ្ញុំបានឲ្យពួកឯងសរុបចំនួន3សែនបូករួមទាំងផ្ទះតម្លៃ2លានទៀតសរុបគឺ2លាន3សែនលីងជីហ្វៃកូនមិនអាចប្តឹងម្ដាយខ្លួនឯងបានទេម្ដាយមានអាយុច្រើនហើយបើឲ្យមនុស្សចាស់ដូចម៉ែទៅជាប់គុកម៉ែច្បាស់ជាស្លាប់នៅក្នុងនោះមិនខានជាកូននឹងចេញលិខិតអភ័យទោសឲ្យម៉ែចំពោះជីហ្វៃនេះជាអ្វីដែលគេសឹមនឹងទទួលបានកូនជាបងប្រុសរបស់គេណាមិនក៏ធ្វើបែបនេះបាទខ្ញុំជាបងប្រុសរបស់គេនៅពេលដែលឯងវាយបងថ្លៃគំរាមកំហែងនាងរហូតធ្វើឲ្យនាងស្ទើរតែលូតកូនតើឯងធ្លាប់គិតថាខ្ញុំជាបងប្រុសរបស់ឯងទេជាសៀវមីនឆ្កែមិនអាចឈប់ស៊ីលាមកបានទេតតែខួរក្បាលខ្ញុំចូលទឹកទើបខ្ញុំជឿថាឯងនឹងកែខ្លួននោះសៀវមីនរឿងនេះហើយទាំងមនុស្សទាំងកន្លែងគ្មានអ្នកណាម្នាក់ល្អសោះសៀវមីនអស់រលីងហើយអ្វីដែលបានរៀបចំទុកមកគឺឥតប្រយោជន៍ទាំងអស់តុលាការសម្រេចឲ្យចុងចោតលីនជីហ្វីត្រូវសងប្រាក់ដើមចោតវិញចំនួន2លាន3សែនយ៉នគត់និងត្រូវទទួលខុសត្រូវលើថ្លៃចំណាយក្នុងរឿងក្តីទាំងអស់តើយើងត្រូវធ្វើកូនយ៉ាងម៉េចទៅកូនអូបងថ្លៃស្រីដ៏ល្អរបស់ខ្ញុំបងមិនមែនគិតថាឲ្យតែតុលាការកាត់ក្តីហើយខ្ញុំនឹងសងលុយទៅបងវិញមែនទេឯងគិតថាឯងអាចគេចរួចមែនទេចាំមើលទៅចាំដឹងហើយធ្វើម៉េចទៅខ្ញុំគេចខ្លួនសិនម៉ែលក់ផ្ទះតាណាលឿនឡើងចាអាឡូមេធាវីចាងឥឡូវនេះតុលាការបានសម្រេចបញ្ជូនគេទៅស្ថាប័នសន្តិសុខសាធារណៈពីបទពិសោធន៍មិនអនុវត្តតាមសាលក្រមចុះបែបនឹងត្រូវជាប់គុកមែនទេប្រហែលជាត្រូវជាប់គុក2ឬ3ឆ្នាំយើងមិនអាចស្នាក់នៅទីនេះទៀតទេពួកគេមិនចង់បានយើងទេមនុស្សអាក្រក់វាសត្វតិចឆានគឺដោយសារតែនាងហើយទើបជីហ្វៃត្រូវជាប់ពន្ធនាគាររយៈពេល2ឆ្នាំការដែលអ្នកបណ្ដោយឲ្យជីហ្វៃលួចរបស់របរនិងវាយមនុស្សអ្នកគួរតែដឹងថាថ្ងៃនេះនឹងមកដល់ចិត្តឯងខ្មៅណាស់ម៉ែគួរតែច្របាច់ក្អែងឲ្យងាប់តាំងពីកើតមកម្លេះអ្នកមិនសមជាម្ដាយគេទេខ្ញុំនឹងជាផ្ដល់ចំណីអាហារសម្លៀកបំពាក់និងការចំណាយប្រចាំខែរបស់អ្នកទិញមាសទិញពេជ្រឲ្យអ្នកប៉ុន្តែអ្នកបែរជាលួចលក់ផ្ទះរបស់យើងទៅជួយជីហ្វៃដោយសម្ងាត់ធ្វើជាម្ដាយមិនចេះគោរពខ្លួនឯងផងបែរជាចង់ឲ្យក្មេងគោរពទៅវិញគេកូនម៉ែឯងត្រូវតែដឹងគុណម៉ែមែនហើយគាត់ជាកូនរបស់អ្នកប៉ុន្តែគាត់មិនមែនជាទាសកររបស់អ្នកឬជាម៉ាស៊ីនដកប្រាក់របស់អ្នកទេគាត់ក៏មានការឈឺចាប់និងសោកសៅដែរតើអ្នកធ្លាប់ខ្វល់ដែរឬទេអ្នកគ្រាន់តែប្រើឈ្មោះថាជាម្ដាយដើម្បីបង្ខិតបង្ខំគាត់និងកេងប្រវ័ញ្ចលើគាត់ប៉ុណ្ណោះលុះត្រាតែមានម្ដាយល្អទើបមានកូនកញ្ញូសួរខ្លួនឯងមើលតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេបើឯងនិយាយបែបនេះម៉ែមិនរស់ទេម៉ែទៅងាប់ប្រសើរជាងលោកយាយគិតឲ្យច្បាស់ទៅខ្ញុំនឹងមិនមើលថែសៀវហាវទេឡានខ្ញុំបានត្រៀមទុកឲ្យអ្នករួចហើយបើមិនទៅថ្ងៃនេះទេចាំស្អែកជិះឡានក្រុងទៅខ្លួនឯងទៅតោះទៅចៅសម្លាញ់គេមិនត្រូវការយើងទៀតទេអូគួយឡានតើមានរឿងអ្វីកើតឡើងចំពោះសៀវហាវរបស់អ្នកបើចង់ញ៉ាំគ្រាន់តែទិញមួយកញ្ចប់ទៅមើលចុះគាត់ធ្វើឲ្យខូចខាតអស់ច្រើនណាស់សុំទោសផងក្មេងមិនទាន់ដឹងក្តីកុំប្រកាន់អីអ្នកតាមចិត្តក្មេងនេះខ្លាំងពេកហើយច្បាស់ណាស់ថាជារបស់នៅក្នុងផ្ទះអ្នកវាមិនឆ្ងាញ់ដូចរបស់នៅក្នុងក្រុងទេដូចអាចឆ្កែអញ្ចឹងហេមើលចុះសុំទោសផងបន្តិចទៀតខ្ញុំនឹងយកលុយមកសងសៀវហាវឆាប់ត្រឡប់ទៅធ្វើលំហាត់វិញភ្លាមកុំរៀនតាមឪពុកឯងឲ្យសោះរឿងល្អមិនធ្វើចាំតែធ្វើរឿងមិនល្អសាអ្នកមិនអាចធ្វើការធ្ងន់បានទេនៅពេលនេះមិនអីទេថ្មីនេះបងគ្មានពេលទេបងមិនទំនេរទេបងមិនលេងឡើយមិនមែនទេអូនចង់និយាយថាថ្មីនេះបងកំពុងធ្វើការងារផ្ទះនិងការដល់ទិញអីវ៉ាន់តើបងមិនចាំបាច់ទៅធ្វើការទេអូបងបានឈប់ពីការងារហើយបងឈប់ពីការងារដើម្បីមើលថែអ្នកទាំងពីរអ្នកម្ដាយនិងកូនសា
អូនដឹងថាបងស្រឡាញ់អាជីពរបស់បងរងចាំរហូតដល់អូនសម្រាលកូនរួចប្រសិនបើបងចង់ធ្វើការបងអាចទៅបានមិនអីទេកូនខ្ញុំជាអ្នកមើលថែការងារផ្ទះខ្ញុំជាអ្នកធ្វើគឺគ្រាន់តែពេលល្ងាចក្រោយពេលចេញពីធ្វើការនឹងថ្ងៃចុងសប្តាហ៍ខ្ញុំប្រហែលជាត្រូវរំខានអ្នកឲ្យជួយមើលកូនខ្លះព្រោះថាខ្ញុំបានរកឃើញការងារក្រៅម៉ោង1ដែលចំណូលគួរសម្ដែងសាសុំទោសខ្ញុំក៏មិនហ៊ានសុំឲ្យអ្នកអត់ទោសឲ្យខ្ញុំដែរប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកអាចផ្ដល់ឱកាសឲ្យដើម្បីកែកំហុសនិងចាប់ផ្ដើមសារជាថ្មីខ្ញុំនឹងប្រើពេញមួយជីវិតរបស់ខ្ញុំដើម្បីសងអ្នកវិញក៏បានចាំមើលសកម្មភាពរបស់អ្នកចុះសាកល្បង 2-3 ឆ្នាំសិនបើមិនល្អទេនឹងត្រូវបង្វិលសងវិញដោយគ្មានលក្ខខណ្ឌខ្ញុំយករបស់នេះទៅទុកក្នុងបន្ទប់ទទួលភ្ញៀវសិន